បាទថ្មីមួយទៀតហើយថ្ងៃនេះសម្រាប់នៅក្នុង Telegram បងប្អូនតែងតែដឹងហើយថា forward ទៅវាពិតជាជាប់នៅឈ្មោះរបស់គេហើយអញ្ចឹងប៉ុន្តែបើសិនជាបងប្អូនគិតថាអត់ចង់ឲ្យជាប់ឈ្មោះរបស់គេខ្ញុំមានវិធីបានអូខេហ្នឹងហើយតោះចូលទៅមើលវីដេអូទាំងអស់គ្នាមុននឹងចូលទៅដល់វីដេអូសូមបងប្អូនជួយ follow និងចែករំលែកវីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនដទៃទៀតដែលគាត់មិនបានដឹងមិនបានឃើញឲ្យគាត់បានដឹងបានឃើញដើម្បីអនុវត្តនៅតាមវីដេអូនេះផងដែរជាដំបូងបងប្អូនចូលមកកាន់ Telegram ចូលមកកាន់ Telegram មកហើយបងប្អូនជ្រើសរើសយកឈ្មោះអ្នកណាម្នាក់ដែលបងប្អូនចង់forward ទៅអូខេអញ្ចឹងខ្ញុំចូលទៅហើយខ្ញុំ forward រូបនេះទៅឈ្មោះម្នាក់ទៀតហើយដើម្បីលុបកុំឲ្យជាប់ឈ្មោះ forward ទៅអូខេអ្នកទាំងអស់គ្នាចុច select លើនឹងធម្មតាហើយយកពាក្យថា forward នេះចុចយកពាក្យ forward នេះហើយបន្ទាប់មកបងប្អូនជ្រើសរើសយកឈ្មោះដែលបងប្អូនចង់ផ្ញើទៅចុចនៅលើឈ្មោះគេបន្ទាប់ត្រង់នេះបងប្អូនជប់អាចចុច send ឡើងនេះជប់អាចចុច send ឡើងនេះបងប្អូនចុចនៅកន្លែងនេះសញ្ញាព្រួយណាចុចសញ្ញាព្រួយហ្នឹងមកចុចមកវានឹងលោតបែបនេះហើយបងប្អូនមើលនឹងលោតបែបនេះអូខេអញ្ចឹងនេះនៅត្រង់រូបមនុស្សខ្វែងនេះរូបមនុស្សខ្វែងហ្នឹងបានន័យថាយើងដោះនៅឈ្មោះដែលជាប់នៅលើ forward នេះយើងចុចទៅប្រកាសជាជាប់ហើយបើសិនជាយើងអត់ដោះកន្លែងនេះយើងផ្ញើទៅនឹងជាប់ឈ្មោះរបស់គេអញ្ចឹងបងប្អូនចុចឡើងនឹងមួយមកចុចឡើងនឹងមួយឃើញឃើញបាត់ឈ្មោះហ៎នេះចុចកន្លែងរូបមនុស្សមិញខ្វែងរូបមនុស្សមួយមិញនេះឃើញអញ្ចឹងនៅពេលដែលយើងចុចដោះកន្លែងរូបមនុស្សហ្នឹងទៅគឺយើង forward ទៅវាអត់ជាប់ឈ្មោះទេទាំងសំឡេងទាំងរូបភាពទាំងអក្សរអញ្ចឹងយើងចុច select ម្ដងទៀតមកចុចពាក្យ forward ដដែលចុចពាក្យ forward ដដែលហើយយកឈ្មោះទៅផ្ញើទៅដដែលបន្ទាប់មកអញ្ចឹងយើងអត់ដកកន្លែងគ្រីសនេះយើងអត់ដកកន្លែងគ្រីសនេះយើងអត់ដកអញ្ចឹងបើយើងអត់ដកចាំមើលខ្ញុំផ្ញើទៅប៉ះកន្លែងនេះមួយមកហើយយើងចុចផ្ញើទៅឃើញជាប់ទេអ្នកនរគ្នាឃើញជាប់ទេអញ្ចឹងបើសិនជាយើងចង់អត់ជាប់ធ្វើដូចវីដេអូខាងលើហ្នឹងធ្វើអញ្ចឹងចុចឲ្យជាប់អញ្ចឹងមកយក forward ហ្នឹងហើយយកឈ្មោះដែលយើងផ្ញើទៅហើយយើងជប់ send ឡើងនេះយើងមកចូលកន្លែងសញ្ញាព្រួយនេះអញ្ចឹងយើងចូលមកដកនៅសញ្ញាខ្វែងឡើងនេះឃើញបាត់ឈ្មោះឡើងនេះទេតែយើងអត់ដកវានៅជាប់ឈ្មោះដែលយើង forward ទៅនេះឃើញទេឃើញឈ្មោះហ្នឹងអញ្ចឹងយើងដកសញ្ញាខ្វែងឡើងនេះមួយមកអញ្ចឹងយើងប៉ះឡើងនេះមួយមកប៉ះហ្នឹងហើយចុច send ទៅធម្មតាទៅបាទអញ្ចឹងវាអត់មានជាប់ឈ្មោះទេអ្នកនរគ្នាឃើញទេអូខេវីដេអូខ្លីមានតែប៉ុណ្្នឹងអរគុណច្រើន